từ điệp ca cho mỗi năng niên cho nó bọt có là dàn này nắng hay ngày đại Prasama Samput riêng từ trong piti mong cô nắng đầu hai tới coi từ tua ba thì bỏng tua ba thì bỏng ấy rồi đa tam bỏng mà đo vọt chơi tập quân nhổm đo chẳng bỏng su non nắng thà non bu ấy ấy cho lại tập bu vẫn có bàn bu bàn ấy dần tới bàn Prasama Samput nom từ mờ nari saat chẳng tới đâm bayเปรียบเทียบជាមួយនឹងនាងចន្ទបតកល្យាណីបងដល់ក្រោយមកព្រះនន្ទនឹងដែលបានសម្រេចធម៌សម្រេចអីចឹងមកនិយាយកាត់អញ្ចឹងព្រះនន្ទសម្ដែងធម៌ញោមព្រះនន្ទសម្ដែងធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គឈរស្ដាប់បងព្រះអង្គឈរស្ដាប់ពេលនោះបានព្រះអនន្តបងថាព្រះអង្គនៅឈរស្ដាប់ធម៌ព្រះនន្ទអញ្ចឹងបានព្រះអង្គថាបើនន្ទសម្ដែងធម៌ទល់ភ្លឺហ្នឹងព្រះសម្មាសម្ពុទ្ធនឹងស្ដាប់ទល់ភ្លឺបងព្រះសម្មាសម្ពុទ្ធណាដើម្បីតែពុទ្ធហើយហ្នឹងក៏មិនលះបង់ចោលការស្ដាប់ដែរបងព្រះអង្គនៅស្ដាប់សាវករបស់ព្រះអង្គក្នុងការសម្ដែងពធហ្នឹងបានន័យថាព្រះពុទ្ធជាគំរូល្អប៉ុណ្ណាជាគំរូល្អមិនមែនថាជាធំជាងគេជាមេសាសនាហើយជប់ស្ដាប់ធម៌ណាដូចតាមវត្តអារាមសពថ្ងៃអីហ្នឹងពេលមានធម្មកថាឡើងសម្ដែងធម៌ទៅប្រសងយើងរត់ចោលគ្នាអស់ញោមធ្លាប់ឃើញអញ្ចឹងហ៎អូយឲ្យទៅបនតាមផ្ទះហើយហ្នឹងអាចារ្យកាន់ក្បាលមីក្រូយានជំនេះដឹកលោកទៅវត្ត4អង្គទៅព្រះអង្គទេសនា4អង្គទៅបាត់ក៏មានឱកាសបានស្ដាប់ធម៌បងដល់អាត្មានៅកកោនោះឲ្យតែអាត្មាទៅបនទៅទេសនាអាត្មាអត់ឲ្យលោកងើបទេលោកប្អូននៅស្ដាប់ផ្លែតសិនតែកន្លះម៉ោង1ម៉ោងហ្នឹងមានការងារអីច្រើននៅវត្តទេអញ្ចឹងស្ដាប់ធម៌បើណាស្ដាប់ធម៌អញ្ចឹងនឹងជាទម្លាប់មួយមិនល្អដែរយើងគូកែបងដើម្បីឲ្យប្រសងហ្នឹងក្មេងៗប្រសងតូចទៅបនទៅទៀនតាមផ្ទះញាតិញោមហ្នឹងបានឱកាសស្ដាប់ពធបងបានឱកាសស្ដាប់ពធឲ្យបានច្រើនព្រោះវាអត់សូវមានបងញោមតលតែមានបន100ថ្ងៃបនខួបនទៅស្អីបានមុនលោកទេសនាហើយទេសនាហ្នឹងក៏មិនយូរអីដែរយូរបំផុតហ្នឹង1ម៉ោងអញ្ចឹងយើងអាចនៅស្ដាប់បានហើយចាតិកាហ្នឹងក៏គួរតែនៅស្ដាប់សាមណេរតូចអីឡើងសម្ដែងធម៌ណាបងរយៈកាលមកប្រជុំបិណ្ឌ15ថ្ងៃហ្នឹងអាត្មានៅស្ដាប់លោកទេសគ្រប់អង្គបងគ្រប់ព្រះអង្គបាននៅស្ដាប់លោកណែនតូចណាទេសក៏ស្ដាប់ដែរប្រយោជន៍នៃការគង់ស្ដាប់នៅស្ដាប់សាមណេរអង្គក្មេងៗសម្ដែងធម៌ហ្នឹងដោយតែបើចាតិកាលោកនៅស្ដាប់ទី1ដើម្បីពង្រឹងស្មារតីលោកបាទតាមន័យតូចលោកឡើងទេសទៅមានប្រសង់អីនៅអមពីក្រោយច្រើនអង្គអញ្ចឹងជាការពង្រឹងស្មារតីកុំឲ្យលោកភ័យហើយទី2ដើម្បីជួយកាយតម្រូវគ្នាបាទណាដោយតាព្រះអង្គចាតិកានៅគង់ស្ដាប់អញ្ចឹងទៅបើលោកទេសខុសកន្លែងណាពេលលោកទេសចប់យើងអាចមានឱកាសកែតម្រូវគ្នាកុំឲ្យលោកនិយល់បែបនឹងទៀតជាងកាលទៅក៏សំដែងខុសហ្នឹងញោមសំដែងខុសណាសំដែងខុសអញ្ចឹងទៅបើយើងអត់មានអ្នកនៅស្ដាប់នៅអីអញ្ចឹងលោកសំដែងអញ្ចឹងខុសរហូតគ្រប់ពេលគ្រប់វេលាលោកយល់ទៅបែបហ្នឹងបងចឹងហើយបានគូក៏បីនៅគង់ស្ដាប់ព្រះសម្មាសម្ពុទ្ធហ្នឹងក៏ស្ដាប់ហើយអ្នកដែលស្ដាប់ច្រើនជាងគេគឺព្រះអនន្តហ្នឹងហើយបងព្រះអនន្តនៅពេលដែលព្រះសម្មាសម្ពុទ្ធទៅសម្ដែងធម៌នៅទីណាហ្នឹងតែងតែព្រះអង្គត្រឡប់មកវិញហ្នឹងទាមទារឲ្យព្រះអង្គហ្នឹងសម្ដែងឲ្យព្រះអនន្តបានស្ដាប់ផងបងណាដើម្បីជាការចងចាំទុក្ខរក្សាទុក្ខហ្នឹងព្រះអនន្តគេហៅថាធម្មាគារិកៈហ្នឹងគឺជាឃ្លាំងធម៌ញោមព្រះអនន្ត
ឃ្លាំងធោហើយព្រះអនន្តគ្រប់ព្រះសម្មាសម្ពុទ្ធខ្លាំងណាស់ញាតិញោមព្រះអនន្តណាញាតិញោមគ្រប់ព្រះសម្មាសម្ពុទ្ធខ្លាំងណាស់លោករៀបនឹងសឹងចូលសឹងហ្នឹងលោកតែងតែនិមន្តប្រតិសិនជុំវិញ3ជុំប្រគល់តកត់ព្រះអង្គណាគោរពណាស់មុនជុំវិញ3ជុំជាការគោរពហើយជាការគោរពចំពោះព្រះសម្មាសម្ពុទ្ធផងហើយនិមន្តដើរជុំវិញ3ជុំអញ្ចឹងដើម្បីជួនកាលព្រះអង្គមានកិច្ចការងារអីចឹងទៅក៏ហៅព្រះអនន្តកត់ព្រះអនន្តហ្នឹងនៅក្បែរនឹងប្រគល់តកត់របស់ព្រះសម្មាសម្ពុទ្ធនៅវត្តនៅកិច្ចកោដ្ឋបាទនៅលើកំពូលភ្នំកិច្ចកោដ្ឋហ្នឹងកន្លែងដែលព្រះអនន្តគង់នៅហ្នឹងនៅក្បែរព្រះសម្មាសម្ពុទ្ធព្រះអនន្តក្តីព្រះសម្មាសម្ពុទ្ធក្តីហ្នឹងគោរពធម៌ណាស់ប៉ុន្តែនៅក្នុងធម្មបទហ្នឹងនៅក្នុងគាថាធម្មបទហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងមកកន្លែងញោមព្រះអង្គថាធម៌ព្រះអង្គហ្នឹងពិបាកស្ដាប់ញាតិញោមព្រះពុទ្ធថាធម៌របស់តថាគតហ្នឹងលំបាកស្ដាប់ណាស់លំបាកស្ដាប់ពេលនោះមានបរិស័ទស្ដាប់ធម៌ហ្នឹងដោយអាការៈផ្សេងបើណាអ្នកខ្លះដោយធម្មកតិកអីលោកឧស្សាហ៍សម្ដែងឲ្យថាខ្លះទៅស្ដាប់ធម៌ស្ដាប់ទៅក៏ចេះតែគូសដីគូសអីចឹងណាញោមហើយខ្លះទៀតក៏មើលមេឃមើលផ្កាយចឹងទៅហើយខ្លះស្ដាប់ទៅក៏ដេកលក់ទៅដេកស្ដាប់ណាខ្លះមើលមេឃមើលផ្កាយខ្លះដេកខ្លះស្ដាប់ដោយគោរពខ្លះទៅជជែកគ្នាចុកចាក់ចឹងណាញោមដល់ចឹងព្រះអនន្តលោកសង្វេគក៏ព្រះអនន្តនៅគង់ស្ដាប់ដែរហ្នឹងក៏លោកសង្វេគលោកថាពេលនោះព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ចប់ទៅព្រះអនន្តចូលទៅថ្វាយបង្គំព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនធម៌ព្រះអង្គពិរោះណាស់ពិរោះដល់ខួរក្នុងឆ្អឹងបាទព្រះអនន្តថាអញ្ចឹងណាថាធម៌ព្រះអង្គពេលដែលព្រះអង្គសម្ដែងទៅហើយប្រកាសនៅអរិយសច្ចៈហ្នឹងគឺថាពិរោះដល់ខួរក្នុងឆ្អឹងលោកថាអញ្ចឹងតែហេតុអីក៏អ្នកទាំងអស់គ្នាហ្នឹងស្ដាប់ទៅមានអាការៈដូចថាមិនយកចិត្តទុកដាក់ក្នុងការស្ដាប់បានព្រះអង្គក៏ត្រាស់ទៅកាន់ព្រះអនន្តថាកឹងនិជានេសិអានន្តៈមនាលអនន្តអ្នកមិនដឹងទេឬព្រះអនន្តក៏តបថាអហង្ផន្ទេនិជានេមិទូមគុំមិនដឹងទេអត់ដឹងទេបានព្រះសម្មាសម្ពុទ្ធថាអ្នកទាំងអស់គ្នាហ្នឹងអ្នកស្ដាប់ទៅចេះកាច់ឈើទាញស្លឹកឈើទាញចៃហ្នឹងថាធ្លាប់កើតជាស្វាអញ្ចឹងណាញោមហើយអ្នកស្ដាប់ដេកហ្នឹងធ្លាប់កើតជាពស់ថ្លាន់អ្នកមើលមេឃមើលផ្កាយគូសប្តីហ្នឹងធ្លាប់ជាអ្នកទុទាយជោគជតាអ្នកកតរិកអីចឹងបងចំណែកអ្នកស្ដាប់ដោយគោរពឧបាសកដែលស្ដាប់ដោយគោរពនោះគឺជាអ្នកស្ដាប់ធម៌ដោយគោរពមកអញ្ចឹងព្រះអង្គសម្ដែងនេះគឺចង់និយាយថាធម៌ព្រះអង្គហ្នឹងគឺអាស្រ័យទៅលើអ្នកដែលមានឧបនិស្ស័យបងតើមានឧបនិស្ស័យបើបានស្ដាប់ទៅធ្វើទុកក្នុងចិត្តបានប៉ុណ្ណាធ្វើយោនិសោមនសិការៈក្នុងការស្ដាប់ហ្នឹងទើបអាចស្ដាប់ទៅយល់បានក៏កាលណាតែអត់មានឧបនិស្ស័យធ្លាប់សន្សំក្នុងការស្ដាប់ព្រះធម៌ហ្នឹងទេគឺឮធម៌ទៅក៏ធម្មតាអត់បានខ្វាយខ្វល់យកចិត្តទុកដាក់ថាធម៌ហ្នឹងមានអត្ថន័យខ្លឹមសារយ៉ាងណាល្អទេសម្រាប់ជីវិតហ្នឹងបាទមិនដឹងថាធម៌ហ្នឹងយកទៅប្រើប្រាស់បានយ៉ាងម៉េចខ្លះនៅក្នុងជីវិតណាហ្នឹងតកតងទៅនឹងឧបនិស្ស័យដែលធ្លាប់បានសន្សំមកបងអញ្ចឹងការសន្សំការស្ដាប់បងសោសង្ឃលពតេបញ្ញហ្នឹងគឺថាពេលដែលស្ដាប់ដោយល្អដោយយកចិត្តទុកដាក់ធ្វើយោនិសោមនសិការៈនៅក្នុងការស្ដាប់នឹងនាំឲ្យយើងមានបញ្ញាញាតិញោមនាំឲ្យញាតិញោមទាំងអស់គ្នាប្រសង់ទាំងអស់អង្គហ្នឹងគឺមានបញ្ញាបងអាត្មាចង់ប្រាប់ញាតិញោមពាក្យគួរប្រើមួយបងពាក្យយើងឧស្សាហ៍ប្រើពាក្យច្រើននិយាយថាដូចគុណមានសង្ឃដីកាមែនទេញោម
nhớ lọp lư ấy để cân bên sau này ca mà bà bệ nắng ắt trơ pra đấy nhỉ nhổ pra khó á bệ xong này ca nắng xong này cá bên đây ta chia ban mũi sầm ra pra rồi bỏ xong bà rồi xong xa mình đây nắng cái miền đôi à tạ nhà là ban nhá bà nắng xong này ca nắng mùi nây mùi đợt nây mùi tiết xong này cá bên đây ta thì cái đây bạc ca bỏ xong từng mũi đó cái xong này ca đây chấm này bệ đại cô pra đại miền là con bay đỏ nhổm con bay đỏ là con ata kata nóng nhật nhổm có bay dây ta lôm cha sâu miền thể rạ về cha bảo thể rạ về cha đó thể rạ về cha nó bên đây ta về cha đại pol hái đói bật thể rạ thể rạ về cha thế con bay đỏ con ata kata đâu đó xong đại ca ấy đó cứ tại nhà nó ban lâu nó nhổm con bên sau này ca mà nó tra thế đạo về cha bảo hãy bệ mũi tiệt bảo bệ cái đã rồi ngay cái tài tăng nhôm na chia cái hạt kẹo ma ba se ca potasa sanu patham nhắn cái này nhỉ ba se cá nè ba bên đất mơ tờ lơ pía nó cái nông vệ nó còng sầm đại bờ sông kề cho ta nhìn nào chuồn nát ba chia sợi có quay pra tha kẹo maha ba se cá potasa sanu patham bạc cà bảo cái chia sợi nó bạc cà là cái ratana bên đất mơ mới chai mới không chưa thế đang cái nhở tại cái pra pin bát tây ba ta đang bạc cà mấy tây rồi kẹo maha ba se cá giống cái nhở pra lục pra bịa ta bà Potasa sanu patham bạc cá chia sợi bạc cá Potasa sanu patham nó nghe nhớ nè patham tầm độc bầm rong đal Potasa na bệ nằng nhật nhau trà nó lời bàn nghe chia Potasa sanu patham này nằng chỉ ca lực chất mà nhật nhau đài bàn là bong tràn bằng ca chui tầm độc bom rong đào vi say Potasa nó vâng miền tăng pi này Potaka sắc xa cách ca nghe có sang ấy xem nhưng cái có tua bàn rồi nâng pi đào có bay pra mà nhớ nhôm ta ở lom cha miền thế đã về cha mà lom cha chẳng á nhôm ở về đó để con làm cha bên sau này ca mà vâng anh chẳng nghe nhổm đào từ xe đôi product và đạch con này nắng về từ xe ta prete chạ prekon nhổm từ xe nó cái xa từ xe nắng nhổm từ xe ta prete chạ prekon và đạch prekon nó nghe prete chạ prekon nắng chia bịa bọc mày dương đài pra sầm rạp hai đài miền du tôm nó nhổm đôi ốc nhà để ốc nhà rồi toàn play chị anh ấy cái hai đạch con này nó nhổm hai phần đạch con đây nào hai phần đạch con ốc nhà rồi toàn play chị anh và pra hai giờ mày bị đàm đó rạp lợt cầm pua là na đài miền du tôm ấy mày dương coi cho bịa nắng một pra hai phần son đại nhổm bịa đã trầm trời rồi ta miên là con bật trai bệ đọ này nó cứ hai lô một cha nó ngay vào đã trầm trời phần tề bảo bật lô một cha nó cứ bịa trầm trời để có bay hai và son là ngay bịa nằng bịa lô một cha nó ngay nhổm lô một cha hai gì vú hai lột cha hai đập về hai bà con mà cha hai về dưới hai bà con cha nhở bà con mà cha đó nghe bà con cha khơi bà con cha thì chắc khơi bà con cha